ជំរាបសួរហ្វេនទាំងអស់គ្នាជាទីស្រឡាញ់ចា៎ថ្ងៃនេះមកជួបជាមួយនាងខ្ញុំជាមួយនឹងរបៀបធ្វើសាច់ផ្ងាត់រូបមន្តពិសេសទុកបានយូរមិនងាយខូចគុណភាពទេបើសិនជាបងប្អូនរក្សាទុកនៅក្នុងទូទឹកកកព្រោះថារូបមន្តមួយនេះគឺវារៀងរបៀបថាសើមណាបើសិនជាទុកនៅក្រៅទូទឹកកកវាអាចឆាប់ខូចប៉ុន្តែបើសិនជានិយាយពីរឿងឆ្ងាញ់វិញគឺធានាគុណភាពតែម្ដងដំបូងគឺយើងហាន់យកតែសាច់សុទ្ធបែបនេះណាមើលបងប្អូនអាចមើលតែសាច់សុទ្ធហើយដាំទឹកឲ្យពុះបន្ទាប់ពីទឹកពុះហើយអាចយកសាច់ជ្រូកដែលយើងហាន់ដុំៗប៉ុនមេដៃមេជើងហ្នឹងគឺយកទៅដាក់ស្ងោរវាហើយនៅក្នុងហ្នឹងគឺយើងបង់អំបិលមួយចេបស្ករមួយស្លាបព្រាស្ករសយើងហ្នឹងណាហើយក៏ម្សៅស៊ុបយើងបន្តិចហើយរងាស់វារហូតដល់ខាស់បែបនេះណាហើយបន្ទាប់ពីសាច់ផាត់របស់យើងខាស់ទឹកអស់ទឹកដែលយើងដាក់ស្ងោរទាំងប្រមាណហ្នឹងខាស់អស់យើងក៏ដាក់នៅក្នុងត្បាល់ចំនួនតិចតួចបានហើយកុំដាក់ច្រើនពេកហើយលោកពិបាកក្នុងការបុកអញ្ចឹងបងប្អូនអនុវត្តការបុកនេះគឺបែបនេះរហូតដល់សាច់ផាត់របស់យើងឡើងបែបនេះអញ្ចឹងបន្ទាប់ពីយើងបុកហើយយើងអាចយកវាមកបេះហើយហែកវាជាសរសៃបានណាហើយបន្តមកទៀតយើងបន្តការបុកនឹងឲ្យអស់ហើយយើងយកមកលីងសិនដោយសារពេលដែលយើងបុកសាច់នៅរបៀបថៃស្រស់អញ្ចឹងគឺយើងអត់អាចបុកវាឲ្យបែកបានអស់ទេបើមិនជាយើងចាប់ហើយក៏វាមិនងាយស្រួលដែរអញ្ចឹងបងប្អូនអាចយកសាច់ដែលយើងបានបុកហើយបាញ់នេះយកមកលីងនេះជារូបមន្តពិសេសត្រង់ហ្នឹងតែម្ដងគឺយើងលីងបន្តិចលីងឲ្យធំតែក្តៅហួតទឹកណាអញ្ចឹងដល់ពេលដែលយើងលីងវាហួតទឹកហើយគឺយើងយកវាមកបុកខ្សែជាថ្មីយើងធ្វើបែបហ្នឹងគឺវាអាចជួយឲ្យសាច់របស់សាច់ជ្រូករបស់យើងហ្នឹងគឺឡើងប្រផុសបានល្អមែនតើអញ្ចឹងការលីងក៏ដូចជានឹងខ្ញុំធ្វើជូនអញ្ចឹងហើយយើងអត់អាចប្រើភ្លើងខ្លាំងបានទេបន្ទាប់ពីយើងលីងអស់ហើយក៏យើងដាក់ស្ករក្រហមល្ងាស់វាអញ្ចឹងណាហើយយកសាច់ផាត់ដែលយើងបានបុកហើយនោះចាក់ចូលហើយកូរជាមួយនឹងស្ករក្រហមហ្នឹងឲ្យសព្វអញ្ចឹងគឺយើងអាចយកសាច់ផាត់នេះមកញ៉ាំជាមួយនឹងបាយដំណើបសបាយដំណើបខ្មៅអីក៏បានដែរចាគឺយើងកូរវាឲ្យសព្វមកឲ្យវាចូលស្ករជាមួយនឹងសាច់យើងឲ្យអស់អញ្ចឹងណាព្រោះថាបើសិនជាយើងអត់កូរឲ្យអស់អាចដុំផ្អែមក្របអញ្ចឹងណាអញ្ចឹងយើងអាចបំបែកវាឲ្យសព្វទឹកសាច់របស់យើងហ្នឹងចូលជាតិហើយនិយាយពីថាពណ៌វិញឡើងឲ្យអ៊ុយត្មងគឺថាក្រហមញ៉ាំតែម្ដងចាបន្ទាប់ពីយើងបុកហើយយើងកូរស្ករក្រហមឲ្យឡើងជើងក្រក្រហមញ៉ាំងហើយយើងដាក់សាច់ចូលទៅកូរអញ្ចឹងគឺយើងកូរវាឲ្យទាល់តែវាចូលគ្នារវាងស្ករក្រហមហើយនឹងសាច់ខាត់របស់យើងណាហើយបន្ទាប់ពីយើងកូរវាចូលគ្នាហើយសព្វល្អហើយក៏យើងមិនទាន់អាចលើកវាឡើងបាននៅឡើយទេដោយសារយើងរងចាំរហូតដល់វាក្រៀមបែបនេះចា៎គឺលក្ខណៈថាវាស្ងួតណាមិនក្រៀមទេហ្វេនគឺលក្ខណៈស្ងួតអញ្ចឹងនៅពេលដែលសាច់យើងស្ងួតហើយវាឡើងទៅជាបែបនេះក៏ប៉ុន្តែហើយតែនាងខ្ញុំគឺចង់រក្សាគុណភាពទុកឲ្យបានយូរគឺទុករហូតតតែរបៀបថាស្ងួតឆឹងតែម្ដងចា៎គឺបែបនេះគឺសាច់ផាត់របស់យើងគឺរួចរាល់ហើយអរគុណសម្រាប់តាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អអរគុណ